បាទជំរាបសួរបងប្អូនវីដេអូនេះដែរខ្ញុំចង់ចែករំលែកតទៅនឹងការកាត់តវីដេអូនៅលើកម្មវិធី CapCut ដោយដែលបងប្អូនបានដឹងស្រាប់ហើយតទៅនឹងការប្រើប្រាស់នៅក្នុងកម្មវិធី CapCut វាមានមុខងារជាច្រើនក្នុងការប្រើប្រាស់ដើម្បីជំនួយទៅលើការកាត់តវីដេអូនិងការ edit ទៅលើរូបភាពឬក៏អ្វីផ្សេងៗដែលបងប្អូនបានធ្លាប់ដឹងហើយនៅក្នុងវីដេអូមុនដែលខ្ញុំបានចែករំលែកទៅកាន់បងប្អូនទាំងគ្នាថ្ងៃនេះដែរចង់មកដឹងពីរបៀបនៃការកាត់តវីដេអូនិងការបន្ថែមផ្សេងៗនៅលើកម្មវិធី CapCut ដើម្បីឲ្យបានដឹងកាន់តែច្បាស់សូមបងប្អូនចូលមកទស្សនាជាមួយវីដេអូខ្ញុំបាទទាំងគ្នាឥឡូវនេះយើងចូលមកក្នុងកម្មវិធី CapCut បន្តមកទៀតបងប្អូនជ្រើសរើសវីដេអូដែលយើងចង់យកមក edit នៅក្នុងកម្មវិធី CapCut របស់យើងអូខេយើងឥឡូវខ្ញុំចូលទៅរើសនៅក្នុង folder ដែលវីដេអូខ្ញុំបានត្រៀមទុកដែលយើងបានបង្កើតពីកម្មវិធី AI អូខេឥឡូវយើងមានវីដេអូ4សម្រាប់យកមកកាត់តបញ្ចូលគ្នាបន្តមកយើងជ្រើសរើសតាមលំដាប់ដែរមកសម្រាប់វីដេអូណាដែលបងប្អូនចង់ប្រើការបន្តដែលយើងមើលទៅឲ្យវាស៊ីគ្នានឹងវីដេអូរបស់យើងអូខេបន្តមកទៀតយើងបន្ថែមទៅលើ speed មានន័យថាបន្ថែមនេះយើងបន្ថយ speed ដើម្បីឲ្យវីដេអូយើងបានរៀងវែងបន្តិចព្រោះទៅដល់វីដេអូដែលយើងយកមកនោះគឺខ្លីៗទេត្រឹម5វិនាទីទេអញ្ចឹងយើងដាក់ទៅមក play គឺវាអស់អញ្ចឹងយើងបន្ថែមយើងបន្ថយ speed បន្តិចមកយើងនឹងបានវីដេអូរឿងវែងគ្រាន់នេះជាវីដេអូប្រភេទ romantic នៅមាត់ស្មុទ្រអូខេបន្ទាប់ពីយើងធ្វើវីដេអូហើយយើងត្រូវជ្រើសរើសយកសំឡេងឬក៏ music មួយណាដែលយើងគិតថាវាស៊ីគ្នានឹងវីដេអូរបស់យើងអូខេយើងដាក់សាក play មកយើង play ស្ដាប់មើលថាវាសមនឹងរូបភាពនឹងវីដេអូរបស់យើងអត់អូខេបន្ទាប់ពីយើង play ហើយយើងទៅមើលទៅលើវីដេអូរបស់យើងគឺមានជាប់ logo អូខេសម្រាប់ការជាប់ logo នេះយើងត្រូវប្រើtechniqueមួយទៀតគឺយើងយកអក្សរយកមកបាំងឬក៏ទាក់ទងនឹង sticker ឬក៏រូបភាពអីដែលបងប្អូនគិតថាដាក់ឲ្យវាសមនឹងវីដេអូរបស់យើងអូខេយើងអាចដាក់ជាcaption មកនៅលើហ្នឹងយើងសេមក romantic song មកអូខេឲ្យវាស៊ីគ្នាបន្ទាប់មកយើងជ្រើសរើសទៅប្រភេទ font ដែលយើងស្រឡាញ់នៅក្នុង CapCut អូខេយើងអូសបង្រួមវាឲ្យតូចល្មមនឹង logo នឹងដែរអូខេបន្តមកទៀតយើងដាក់ជាអក្សររត់ឬក៏ប្រភេទជាចំណងជើងបទចម្រៀងមកអូខេឥឡូវខ្ញុំសរសេរ first love អូខេដាក់ប៉ុណ្ណឹងមក in the seaside មកអានេះអាស្រ័យលើការចូលចិត្តឬក៏យើងគិតពីការរៀបចំរបស់យើងទេយើងធ្វើម៉េចឲ្យស៊ីគ្នាជាមួយវីដេអូរបស់យើងអូខេយើងអូបើសិនជាអក្សរនឹងវាធំពេកធំជាងវីដេអូវិញយើងបន្ថយទៅនឹង size របស់វាដាក់តូចមកហើយយើងរើសប្រភេទពុម្ពអក្សរមកដែលយើងមើលគិតទៅថាវាសមដែលតាក់ទាញនៅក្នុងវីដេអូរបស់យើងអូខេឥឡូវយើងរៀបចំអស់មកតាក់ទងនឹង animation ហើយនឹងប្រភេទ font អក្សរយើងអាចចូលរើសបានប្រភេទ font អក្សរខ្មែរភាសាអង់គ្លេសយើងមានម៉ូដច្រើននៅក្នុងនេះហើយយើងរួមមើលអស់ពេលអ៊ីនធឺណិតរៀង slow បន្តិចអញ្ចឹងយើងដាក់ទៅរៀងដើរយឺតអញ្ចឹងយើងត្រូវការអ៊ីនធឺណិតរៀងដើរលឿនបន្តិចដែរអូខេឥឡូវយើងបានហើយយើងរើសមកប្រភេទ animation ប្រភេទអក្សររត់អក្សរ load អក្សរអីហ្នឹងគឺ
គឺយើងរៀបចំធ្វើម៉េចឲ្យវីដេអូយើងមានភាពទាក់ទាញអូខេឥឡូវយើងបានហើយយើងអាចសេរី color សេរីអីបន្ថែមហើយវាអាស្រ័យលើការស្រឡាញ់របស់យើងទេអូខេការរៀបចំបង្កើតជាវីដេអូគឺមិនជាការពិបាកទេអាស្រ័យលើបងប្អូនចូលចិត្តនិងការរៀនសូត្របន្ថែមពី YouTube ក៏បានពីអ្នកដែលយើងស្គាល់គិតថាគាត់មានជំនាញអាចសាកសួរបានអូខេបន្ទាប់ពីហើយយើងអាចសរសេរជាចំណងជើងឲ្យហើយមកបន្ទាប់មកយើងជ្រើសរើសទៅរកកន្លែងណាដែលយើងដាក់នៅក្នុង 3D ហើយយើងសរសេរជាចំណងជើងមកដើម្បីយើងងាយស្រួលទៅរកបន្ទាប់មកយើងអូខេនេះជាវីដេអូដែលយើងបានធ្វើរួចអរគុណច្រើនសម្រាប់ការចូលចិត្តនិងតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទសូមជួយចុច Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត